ខ្ញុំមានសំណួរមួយចុងក្រោយដែលខ្ញុំចង់ដល់ព្រោះខ្ញុំឆ្ងល់ដែរហើយសំណួរជាប្រជាពលរដ្ឋបងប្អូនគាត់ឆ្ងល់ដែរយើងមើលថាតើនៅពេលដែលយើងមានបញ្ហាមានបញ្ហាមួយដែលកើតឡើងនៅក្នុងការបោកបញ្ឆោតតាមអ៊ីនធឺណិតហ្នឹងហើយគាត់ឆ្ងល់ថាស្ថាប័នមួយធ្វើអីឧបមាថាក្រសួងប្រៃសណីអ្វីដែលជាទំនួលខុសត្រូវបទភារៈរបស់គាត់ហើយមាននយោបាយកថាអីបច្ចេកវិទ្យាអាចលោកផានិតអាចបញ្ជាក់ពីទូនទីឲ្យច្បាស់លាស់ដើម្បីឲ្យសាធារណជននៅពេលដែលគាត់ជួបបញ្ហាគាត់ទៅកន្លែងហ្នឹងឲ្យដល់គោលដៅที่គាត់ចង់ដោះស្រាយបាទខ្ញុំសូមនិយាយចេះវិញយើងត្រូវដឹងពីមូលហេតុនៃបញ្ហាតើបញ្ហាគាត់អីគេឧទាហរណ៍បើសិនជាបញ្ហាគាត់បាត់លុយបាត់កាក់គេយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាអ្វីដែលគាត់ត្រូវធ្វើដំបូងគឺអាចថាតាក់ទងធនាគារដើម្បីបិទគណនីរបស់គាត់ឬក៏អីអញ្ចឹងទៅហើយទី2គាត់ត្រូវទៅប្តឹងប៉ូលីសដើម្បីរកមុខថាយកលុយទៅមកវិញព្រោះយើងផ្ទេរឲ្យវិញក៏បោកអីអញ្ចឹងទៅបាទអាហ្នឹងពាក់ព័ន្ធរឿង finance តែបើសិនជាពាក់ព័ន្ធថាគេ hack គណនីគាត់បាទគេបន្លំធ្វើគាត់អញ្ចឹងវាមានយន្តការពីរទី1បងអាចទៅប្តឹងប៉ូលីសដើម្បីថាអាហ្នឹងខ្ញុំអត់ទូខុសត្រូវទេអ្នកដែលយកអ្នកនេះនឹងទៅញ៉ៃខ្ញុំអត់ទូខុសត្រូវដើម្បីស្ថាប័នប៉ូលីសគេដឹងព្រោះកន្លងមកមានករណីថាគេ hack ចូលអ្នកនេះគាត់ហើយគាត់អត់ប្រាប់គាត់អត់ប្រកាសអត់អីទាំងអស់អញ្ចឹងជនល្មើសយកគណនីរបស់គាត់ទៅបោកគេបន្តដល់ពេលបោកគេបន្តគេឃើញអាហ្នឹងអូអ្នកហ្នឹងអញ្ចឹងគេទៅចាប់គាត់ដល់ពេលទៅដល់គាត់ថាអីអ្នកនេះហ្នឹងគេលួចខ្ញុំតាំងពីយូរហើយអញ្ចឹងអ្វីដែលយើងគួរធ្វើគឺត្រូវតែប្រកាសហើយក៏ត្រូវអាចតែប្តឹងស្ថាប័នប៉ូលីសសង្កាត់ប៉ូលីសឃុំប៉ូលីសខណ្ឌអីអញ្ចឹងទៅក៏បានដែរដំបូងណាដើម្បីថាអាហ្នឹងខ្ញុំទៅលែងទទួលអត់ត្រូវហើយអញ្ចឹងវាអ្វីដែលខ្ញុំចង់និយាយទៅនេះសំខាន់ថាតើអាមូលហេតុដែលកើតមកលើខ្លួនឯងហ្នឹងវាជារឿងអីគេប៉ុន្តែចំណុចដែលយើងនិយាយជារួមមកបាទទៅប្តឹងប៉ូលីសទៅហ្នឹងហើយអញ្ចឹងគាត់អាចមានយ៉ាងហោចថាក៏មានពាក្យបណ្ដឹងមួយសិនបានអាចថាទៅកន្លែងណាផ្សេងទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចបាទព្រោះទៅពាក់ព័ន្ធនឹងលុយទៅធនាគារតែពាក់ព័ន្ធថាវិធីដើម្បីទាញយក account នឹងមកវិញឬក៏យ៉ាងម៉េចវិញស្ថាប័នប៉ូលីសក៏អាចគាត់ជួយបានឬក៏ខាងខ្ញុំក៏អាចថាបញ្យល់ថាទៅធ្វើចេះអាចជួយបានហើយស្ថាប័នមួយទៀតដែលអាចជួយការងារនឹងបានដែរពាក់ព័ន្ធរឿងអនឡាញហ្នឹងប្រហែលជានៅខាង regulator TRC បាទ TRC ក៏គាត់អាចមានយន្តការអាចជួយសម្រួលបញ្ហានឹងបានដែរបាទ